ការតស៊ូរបស់ប្រជាជនកម្ពុជាដោយសារតែការកេងប្រវ័ញ្ចនិងការគៀបសង្កត់ពីពួកបារាំងខ្លាំងពេកប្រជារាស្ត្រខ្មែរបានងើបបះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ដូចជាចលនាតស៊ូរបស់ក្រឡាហោមគង់ឆ្នាំ1885ដល់ឆ្នាំ1886ចលនាតស៊ូរបស់ពិស្ណុលោកឈូកឆ្នាំ1885ដល់ឆ្នាំ1886បើទោះបីជាចលនាតស៊ូទាំងនេះត្រូវបានបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់កងទ័ពបារាំងក៏ដោយតែបានរីកផុសផុលមិនឈប់ឈររហូតដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្សឆ្នាំ1927ដល់1941និងបន្តមកដល់រជ្ជកាលនរោត្តមសីហនុនៅក្នុងរាជទី1ឆ្នាំ1941ដល់ឆ្នាំ1955កម្ពុជានៅចុងសម័យអាណានិគមនិយមបារាំងព្រះបាទនរោត្តមសីហនុបានសោយរាជ្យនៅក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី2ពេលនោះហើយដោយជប៉ុនមានជោគជ័យនៅចុងបូព៌ានិងអាស៊ីអាគ្នេយ៍កម្ពុជាក៏បានធ្លាក់ក្រោមការត្រួតត្រាពីរជាន់គ្នាគឺបារាំងនិងជប៉ុនក្រោយមកមានចលនាតស៊ូបានកើតឡើងជាបន្តបន្ទាប់ក្រុមដែលលំអៀងទៅខាងជប៉ុនមានលោកសឺងងុកថាញ់ជាមេដឹកនាំនៅដើមឆ្នាំ1952លោកសឺងងុកថាញ់បានបង្កើតចលនាខ្មែរសេរីក្រុមមួយទៀតលំអៀងទៅកាន់កុម្មុយនីសបានក្លាយទៅជារណសិរ្សអ្នកស្នេហាមាតុភូមិខ្មែរហៅកាត់ថាខ្មែរឥស្សរៈមានលោកទូសមុទ្រជាប្រធានព្រះរាជបូជនីយកិច្ចដើម្បីការពារឯករាជ្យនៅឆ្នាំ1945ជប៉ុនបានធ្វើរដ្ឋប្រហារបណ្ដេញបារាំងចេញពីកម្ពុជាពេលនោះជប៉ុនបានលើកលោកសឺងងុកថាញ់ធ្វើការប្រយុទ្ធប្រឆាំងកងទ័ពបារាំងដោយសហការជាមួយនឹងចលនាតស៊ូនៃជនជាតិឡាវនិងវៀតណាមព្រះបាទនរោត្តមសីហនុតែងតែរិះរកគ្រប់លទ្ធភាពដើម្បីរំដោះប្រទេសជាតិពីអាណានិគមបារាំងជានិច្ចចំណែកបារាំងបានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើនដើម្បីទប់ទល់ការបោះបោរអសន្តិសុខកើតមាននៅទូទាំងផ្ទៃប្រទេសធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមដោយយល់ថាការទាមទារឯករាជ្យដោយអាវុធបណ្ដាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេកព្រះមហាក្សត្រចាប់ផ្ដើមធ្វើការតស៊ូតាមផ្លូវទូតដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជាប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាណានិគមនិយមបារាំងអស់ជិត1សតវត្សគឺ90ឆ្នាំដោយគិតចាប់ពីឆ្នាំ1863រហូតទទួលបានឯករាជ្យនៅឆ្នាំ1953ហើយឆ្នាំ1949ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នៅសន្ធិសញ្ញាអាណាព្យាបាលដែលបានចុះហត្ថលេខានៅឆ្នាំ1863និងឆ្នាំ1884នៅឆ្នាំ1949ដដែលព្រះអង្គបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នៅឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ1952ដល់ឆ្នាំ1953ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ 100% ជូនជាតិមាតុភូមិនៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953ដោយស្នាព្រះហស្ថដ៏ឧត្តមឧត្តមរបស់ព្រះអង្គព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំងប្រជារាស្ត្រកម្ពុជាទូទាំងប្រទេសបានថ្វាយព្រះកិត្តិនាមព្រះអង្គជាព្រះមហាវីរបុរសជាតិព្រះបិតាឯករាជ្យជាតិ